គ្រូពីសួរបងប្អូនបាទថ្ងៃនេះគឺថាចេញដំណើរទៀតហើយបងប្អូនបាទតាមពិតទៅដំបូងឡើយគឺខ្ញុំគិតថាអត់ចេញវីដេអូទេប៉ុន្តែសោកស្ដាយបាទយើងបានឆ្លងស្រុកគេម្ដងយើងគួរថតឲ្យបងប្អូនមើលដែរបាទហើយសម្រាប់បេសកកម្មមួយនេះដែរគឺខ្ញុំត្រូវទៅចូលរួមសិក្ខាសាលានៅសាលាស្រុកប៊ុនសៃបងប្អូនបាទហើយតកតទៅនឹងការសិក្ខាសាលានេះគឺគេនិយាយទាក់ទងជាមួយនឹងការអប់រំបរិយាបន្នបងប្អូនបាទដោយសារតែឥឡូវហ្នឹងគឺនៅតាមសាលារៀនបាទមិនថាតាមបឋមមិនថាតាមមត្តេយ្យឬក៏អនុវិទ្យាល័យឬក៏វិទ្យាល័យគឺសម្បូរមែនតើបងប្អូនគឺនិយមមែនតើដោយសារតែខាងក្រសួងគឺគាត់ដាក់បាទការអប់រំបរិយាបន្ននេះគឺធ្វើម៉េចឲ្យទូទាំងសាលាតែម្ដងបាទมันអាចខ្វះបានទេហើយដូច្នេះហើយបានខាងមន្ទីរគឺគាត់យកចិត្តទុកដាក់បាទបើកវគ្គសិក្ខាសាលានេះដើម្បីឲ្យលោកគ្រូអ្នកគ្រូបាទគាត់នៅតាមជនបទឲ្យគាត់បានដឹងច្បាស់លាស់បាទក៏ដូចជាខ្ញុំផងដែរដើម្បីកុំឲ្យទៅអនុវត្តទៅវាខុសគោលការណ៍ដែលក្រសួងចង់បានបាទទីកន្លែងដែលពួកខ្ញុំត្រូវប្រជុំនេះគឺនៅទីតាំងសាលាស្រុកវ៉ិនសៃតែម្ដងបាទហើយបងប្អូនមើលទៅបាទគឺស្អាតមែនតើស្រុកគេបាទសាលានិយាយទៅសាលាស្រុកវ៉ិនសៃហ្នឹងវាមើលទៅវាទាក់ទាញមួយយ៉ាងបាទមានទាំងតាំងពីសួនច្បារមានតាំងអាគារបាទមានដើមឈើមានអីបាទតាមពិតទៅសាលាស្រុកវ៉ុនសៃជាសាលាមួយដែលដាច់ស្រយាលបងប្អូនបាទគឺឆ្ងាយពីស្រុកខ្ញុំបាទស្រុកអូជុំបាទទៅដល់ខេត្តអីគឺរៀងឆ្ងាយដែរបាទប៉ុន្តែគេយើងមើលទៅការតុបតែងបាទក៏ដូចជាការអភិវឌ្ឍគឺវាមិនខុសពីទីក្រុងទេបងប្អូនបាទគឺស្អាតមែនតើបាទហើយបងប្អូនបាទមានសាលប្រជុំបាទមាននិយាយទៅមកសេតហ្មងណាបាទអាគារគេក៏ធំបាទបងប្អូនមើលខ្លួនឯងដឹងបាទអាគារគេក៏ធំហើយសាលប្រជុំក៏ធំបាទមានកៅអីមានអីនិយាយទៅមានបាទសឹងតែគ្រប់ហ្មងបាទហើយបើយើងត្រូវការប្រជុំអីលក្ខណៈថាធំដុំបាទវានិយាយទៅវាមិនពិបាកទេវាស្រួលបាទដោយសារតែយើងដាក់មនុស្សទៅវាច្រើននេះបងប្អូនកន្លែងខ្ញុំមកលើកមុនហ្នឹងគឺនេះកន្លែងនេះគឺគេលេងប៊ូតែឥឡូវនឹងដឹងប៊ូនឹងបាត់ទៅណានេះនេះវាច្រោះទឹកអស់ខ្ញុំមកលើកដំបូងហ្នឹងកន្លែងសាស្រុកហ្នឹងកន្លែងហ្នឹងគឺកន្លែងប៊ូតែពេលឥឡូវគេបដូរមកនេះបងប្អូនគេដាក់នៅក្រោយអាគារនេះវិញគេឡើងដាក់អាគារនោះហើយគេដាក់ក្រោយអាគារនេះវិញនេះបងប្អូននេះទៅស្អាតរបស់គេតាសាលាស្រុកគេលយទេណានៅជនបទទេប៉ុន្តែលយហ៎បាទពេលដែលខ្ញុំបាទមកដល់ទីកន្លែងនេះមុនបាទហើយណាមួយគឺលោកគ្រូអ្នកគ្រូដែលគាត់មកដល់ជាមួយខ្ញុំគឺពួកគាត់រងចាំបាទលោកគ្រូឧទ្ទេសដែលគាត់មកពីមន្ទីរបងប្អូនបាទហើយឥឡូវនេះគឺពួកខ្ញុំបានចូលទៅក្នុងបាទសាលប្រជុំបាទស្ដាប់លោកគ្រូឧទ្ទេសដែលគាត់បាទបង្រៀនបាទក៏ដូចជាពន្យល់បាទក៏ដូចជាបកស្រាយតកតងនឹងការអប់រំបាទបែបបរិយាបន្នបាទតើសាលាបែបណាដែលសាលាចាត់ទុកថាសាលាបរិយាបន្នបាទហើយបន្ទាប់ពីខ្ញុំបានរៀនបាទក៏ដូចជាបាទហើយស្ដាប់រួចរាល់ហើយពួកខ្ញុំបានហូបអាហារសម្រន់បាទបងប្អូនអាហារសម្រន់នេះអត់មានអីធំដុំទេបាទដល់លេខស្រុកគេហើយបងប្អូននេះឡើយគេធ្វើបេតុងបេអីរបស់គេណាស្អាតទេតានេះកាញ់ខ្ញុំទៅដំបូងអត់មានបេតុងអញ្ចឹងទេមានវត្តមានអីស្អាតរបស់គេតែតាមើលបងប្អូនស្រុកវ៉ិនសៃមានលំហ្នឹងមានទន្លេមានអីរបស់គេស្អាតទៅណានេះបើនិយាយទេបងប្អូននេះមើលទេសភាពតាមផ្លូវក៏ដឹងថាវា fresh ប៉ុណ្ណាដែរនេះ